តានេះជាទង្វើអ្វីខ្សែភ្នែករបស់ទូប្រុសរបស់យើងបានមើលមកតុលោកគ្រូសីហាណាគឺដោយខ្សែភ្នែកកំណាចខឹងកំហឹងដូចភ្លើងកំពុងតែឆេះឆួលអញ្ចឹងពីអ្នកវិស័យគេនឹងចរិតកំពុងតែនិយាយគ្នាគាត់ក៏បានកលេចឃើញខ្មោលហ្នឹងបន្ទាប់ពីចេញពីតុរបស់លោកគ្រូទៅក៏ដើរសម្ដៅទៅបន្ទប់ទឹកអញ្ចឹងទូប្រុសក៏ប្រាប់ថាសុំទៅបន្ទប់ទឹកមកផ្លែដល់ពេលគ្រាន់តែខ្មោលហ្នឹងអ្នកទាំងអស់គ្នាឈានចូលទៅខាងបន្ទប់ទឹកខាងប្រុសហ្នឹងគឺគេចូលទៅខាងបន្ទប់ប្រគុណណាមិនមែនកន្លែងកញ្ចក់ឯងអ្នកទាំងអស់គ្នាទៅពេលហើយគ្រាន់តែរុញប្រគុណហ្នឹងបើកទ្វារហើយម្ដងបាត់ងាកមកឃើញដៃដ៏ធំសង្កត់ទ្វារជាប់អត់ឲ្យបិទទេអ្នកនរគ្នាដល់ពេលហើយខ្មុលខំរុញថាអឺខ្ញុំត្រូវការចូលបន្ទប់ទឹកតួប្រុសអ្នកទាំងអស់គ្នាវិញហើយក៏ដើរសម្ដៅចូលទៅក្នុងហ្នឹងហើយទាញទ្វារហ្នឹងបិទមកក្រឹបតែម្ដងហើយពេលហ្នឹងក៏យកដៃច្រត់ទៅនឹងជាងបន្ទប់ទឹកហើយខ្មុលយើងទូចនៅខាងក្រោមក្លៀកគេហ្នឹងហើយក៏ងើយមើលទៅគេហើយគេអោនមើលមុខមកថាសួរទៅទូប្រុសរបស់យើងថាលោកអត់ធ្វើអីហ្នឹងលោកឈួតហើយមែនទេដល់ពេលហើយទូប្រុសគាត់ថាជានេះឯងហ៊ានដល់ថ្នាក់ហ្នឹងផងហើយយ៉ាងហោចណាស់ក៏យើងធ្លាប់ជាចៅហ្វាយឯងដែរហេតុអីក៏ធ្វើដូចជាយើងជាខ្យល់អាកាសមើលមិនឃើញមិនមានការរាក់ទាក់មិនមានអីធ្វើអញ្ចឹងដូចជាមើលងាយយើងពេលហើយខ្មុលក៏អស់សំណាយខឹកសាច់ទៅជឿទូប្រុសរបស់យើងណាគាត់ថានេះលោកអឺបាត់ការចំចាំឬយ៉ាងម៉េចហ្នឹងខ្ញុំហ្នឹងឯនេះជាអ្នកមើលងាយចង្វាយខ្លួនឯងក្រែងលោកអ្នកនិយាយជាដាច់ខាតថាចាប់ពីពេលដែលយើងយប់នោះមកគឺយើងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាហើយក៏មិនបាច់ចាំស្គាល់គ្នាក៏មិនបាច់ចាំរវីរវល់នឹងគ្នាដែរលោកនិយាយខ្លួនឯងតែហេតុអីក៏ភ្លេចអញ្ចឹងហើយតារាក៏បាននឹកឃើញដែរថាខ្លួនឯងពិតជានិយាយអញ្ចឹងមែនបន្ទាប់មកធ្វើមុខអេអញតែព្រមដកដៃចេញពីការខាត់ខាំងគេនឹងទេហើយខ្មុលនៅខាងក្រោមធូទូដើមទ្រូងទូប្រុសរបស់យើងអញ្ចឹងណាហើយក៏ខ្មត់ថាឬមួយក៏លោកគិតអីចំពោះខ្ញុំទៅទូប្រុសថាជាឯងឈ្មោះហើយយើងហ្នឹងទៅគិតអីចំពោះឯងនៅពេលឲ្យខ្មុលគេធ្វើដៃលោកមកស្ទាបទ្រូងទូប្រុសរបស់យើងថាឬមួយក៏លោកនឹកឃើញដល់រាត្រីជប់នោះហើយក៏ចង់មកបន្តអូយខ្មុលខូចសាហាវឯតាទូប្រុសរបស់យើងក៏ទាញដៃខ្មុលនឹងជាប់ឡើងទាំងពីរទៅលើណាទៅលើក្បាលឡើងលើអញ្ចឹងអូយកន្លែងហ្នឹងអេមគាត់ថានេះឯងឈួតដែរហេតុអីក៏ឯងធ្វើអញ្ចឹងជាមួយយើងទៅវិញហើយខ្មោះទៅចានេះលោកមកតែខ្លួនឯងតែខ្ញុំអត់បានហៅលោកមកទេហើយអ្នកដែលសម្រុកចូលមកហើយធ្វើទង្វើបែបនេះហាមឃាត់បែបនេះហើយលក្ខណៈដូចជាសំដែងភាពរបៀបចូលចិត្តហិង្សារបៀបចូលចិត្តអាបែបប្លែកអញ្ចឹងក្រែងលោកត្រូវការបែបហ្នឹងហើយបានលោកចូលមកកន្លែងហ្នឹងទៅព្រោះថានេះឯងគិតអីតែកម្រក់បែបហ្នឹងអ្នកគិតកម្រក់ឬក៏ជាលោកខ្ញុំអត់បានគិតអីខ្ញុំអត់បានធ្វើអីហើយខ្ញុំអត់បានខ្វាយខ្វល់អីនឹងលោកសូម្បីតែបន្តិចទេលោកខ្លួនឯងតែជាអ្នកចាប់ដើមជាអ្នកមករកខ្ញុំដោយខ្លួនឯងហើយក៏ខ្មល់តែចិត្តលេងដៃខ្ញុំប្រយ័ត្នគេមកឃើញណាលោកអាចនឹងខ្មាស់គេដូចហើយទៅព្រោះថាចុះបើយើងមិនលេងខ្មល់ថាចិត្តទឹកមិនលេងពិតមែនអីពេលហើយទៅព្រោះថាយើងមិនលេងយ៉ាងម៉េចឯងចង់ធ្វើអីយើងហើយខ្មល់ថាជាខ្ញុំអត់ចង់អត់ថាចង់ធ្វើអីក៏ប៉ុន្តែបើសិនជាគេមកឃើញតើលោកគិតយ៉ាងម៉េចវិញពេលហើយទៅព្រោះបើយើងទៅខ្វល់អីយើងត្រឹមតែជាវាយកូនចៅហើយយើងប្រពន្ធដូចគ្នាចូលបន្ទប់ទឹកជាមួយគ្នាក៏គ្មានអីវាជារឿងធម្មតាលោកគិតថាធម្មតាក៏តែអ្នកដតីគាត់ជាគិតថាយើងទាំងពីរនេះនោះណាខ្មល់ខូចញាក់តែម្ដងណាធ្វើឲ្យតារារត់តែខឹងនេះឯងមួយម៉ាត់ណាក្នុងខួរក្បាលរបស់ឯងគឺមានតែរឿងហ្នឹងដែរតែខ្មល់តែចឹងមនុស្សយើងអារឿងហ្នឹងក៏ជាចំណែកមួយនៃក្តីសុខដែរតាអើយតារាពេលខឹងពេកក៏យកដៃមកខាងទៀតមកច្បាច់មាត់គេណានេះច្បាច់ចកាគេអញ្ចឹងឈប់ភ្លាមណាយើងស្អប់ទង្វើបែបហ្នឹងខ្លាំងណាស់កុំធ្វើបែបហ្នឹងនៅមុខយើងឲ្យសោះកុំនិយាយបន្តទៀតទេគាត់ខ្មៅថាចាបើលោកមិនចង់ឲ្យខ្ញុំធ្វើបែបហ្នឹងមិនចង់ឲ្យខ្ញុំនិយាយបែបហ្នឹងលោកក៏ចេញទៅគឺវាចាប់បាត់ទៅហើយតារាដល់ពេលអញ្ចឹងអត់មានអីនិយាយតទៅខ្វល់វិញបានទេអ្នកទាំងអស់គ្នាគាត់ថាបានល្អិតឯងចាំមើលហើយគាត់ក៏ប្រញាប់ប្រឡែងដៃពីមាត់ខ្មុលហើយពីដៃខាងលើរបស់ខ្មុលហ្នឹងក៏បើកទ្វារចេញទៅហ្មងពេលដែលគាត់ចេញទៅគាត់គិតក្នុងចិត្តថាបានតាល្អិតបើឯងចង់សាកជាមួយយើងក៏មិនតែដឹងបានរឿងអីទេអ្នកទាំងអស់គ្នានៅក្នុងចិត្តអត់ឆ្លាស់សោះខ្មុលវិញអ្នកទាំងអស់គ្នាហើយ
អាប៉ែកនេះមកប្រឆេះឯងម្ដងឯងថាកាត់ចិត្តហើយហេតុអីក៏ចូលចិត្តតែមកចិត្តឯងចឹងធ្វើឲ្យឯងស្ទើរតែទ្រាំបាននេះយេមកចង់អីដល់កន្លែងនេះសុទ្ធថាគេចង់ណាបើសិនជាមន្ត្រីការគេទេអត់អីមកលវិលវល់គេហេតុអីក៏ខ្វាយខ្វល់នឹងគេឬមួយក៏ចិត្តអាប៉ែកហ្នឹងវាមានខ្ញុំដែរហើយកុំទៅឈួតឯងចេះតែរយរវាយអាប៉ែកហ្នឹងម្ដងខ្មៅចេញម្ដងខ្មៅចូលហ្នឹងបន្ទាប់មកក៏គេចេញទៅហើយទូរបស់យើងក៏បានចេញទៅជាមួយវិស័យឯអ្នកទាំងអស់គ្នាពេលដែលមកចេញពីបន្ទប់ទឹកវិញយើងរត់ក៏បានសួរឯងចូលទៅបន្ទប់ទឹកមិញអីក៏យូរម្លេះហើយឯងមិនឃើញមានជួបជាមួយបងប្រុសយើងអត់តែចង់ថាជួបតាមានបាននិយាយអីជាមួយគ្នាអត់និយាយតាធម្មតាចៅហ្វាយនិងកូនចៅជួបគ្នានិយាយគ្នាវាជារឿងធម្មតាហើយទៅគឺគាត់តែចេះខ្ញុំមកតាមបានថាអីបងចាំបាច់រៀបរាប់ឬមួយឯងនិងបងប្រុសរបស់ខ្ញុំមានអីពិសេសលើសពីនឹងទេខ្មល់អស់សំណាយខឹកឯងណាកាន់តែផ្ដេសផ្ដាស់ហើយមិនដែលគិតអីឲ្យលើសពីកន្លែងហ្នឹងទេរឿងហ្នឹងវាមិនអាចទៅរួចទេយើងរត់ថាចេះរឿងគ្រប់យ៉ាងនៅលើលោកនេះមានរឿងនឹកស្មានមកដល់មានច្រើនណានិសាថ្ងៃនេះគឺបានទៅលេងឪពុកម្ដាយបង្កើតអ្នកទាំងអស់គ្នាឪពុកម្ដាយគេហ្នឹងគឺឃើញទឹកមុខកូនលក្ខណៈពោរពេញដោយស្នាមញញឹមអីអញ្ចឹងហើយមាននឹងចៅទៀតគឺគាត់សប្បាយចិត្តដែរគាត់ខ្លាគាត់គិតថាការដែលគាត់ជ្រើសរើសគូស្រករកូននេះគឺអត់ខុសទេកូនរបស់គាត់មានសុភមង្គលបង្កើតមានកូនមានចៅមានផ្ទះមានសបែងអីច្បាស់លាស់អីអញ្ចឹងណាហើយម្ដាយហ្នឹងគឺរំភើបចិត្តណាបានសរសើរកូនហើយថាអត់ឲ្យកូននឹងពិបាកចិត្តអីទេពុំមានទម្ងន់អញ្ចឹងឲ្យកូននឹងធ្វើចិត្តឲ្យសบายញ៉ាំរបស់អីដែលថាមានអត្ថប្រយោជន៍ដល់សុខភាពអញ្ចឹងកុំចេះតែញ៉ាំអីផ្ដេសផ្ដាស់តាមអ្វីដែលឃ្លានដោយការពីនៅកំមុំអីចេះរៀបរាប់ចេះនិយាយប្រាប់កូនហើយកូននឹងក៏ចេះតែចាស់ម៉ាក់អីចឹងណាអ្នកទាំងអស់គ្នាទាំងដែរអត់បានសួរនាំថាជីវិតកូននឹងយ៉ាងម៉េចហើយសុខទុក្ខមិនឲ្យប្តីរបស់កូននឹងមិនដែរគេមានល្អជាមួយកូនអត់គឺអត់មានសួរសំណួរហ្នឹងទេអ្នកទាំងអស់គ្នាអាងថានិសាជាមនុស្សម្នាក់ដែលលាក់នៅទុក្ខលំបាកផ្សេងក្នុងចិត្តអញ្ចឹងហើយធម្មតាអត់សួរអត់នាំអីចឹងនិសារឹតតែអត់ហ៊ាននិយាយហើយក៏អត់ហ៊ានប្រាប់ពីទុក្ខលំបាកក្នុងចិត្តដែរខ្លាចឪពុកម្ដាយនឹងមិនសប្បាយចិត្តក៏ចេះតែហេហៅតាមនឹងទៅតែអ្វីដែលហួសចិត្តនឹកស្មានមិនដល់រកឬក៏អ្វីឆ្ងល់មិនបានអេដមីនហួសចិត្តតែម្ដងទោះព្រោះរបស់យើងបន្ទាប់ពីចេញពីធ្វើការហ្នឹងក៏បានបវល់មិត្តភ័ក្តិណានាំគ្នាទៅញ៉ាំអីហើយធម្មតាប្រុសញ៉ាំអីមិនមែនទៅញ៉ាំបុកល្ហុងញ៉ាំក្តាមត្រាំក្តាមជ្រក់ញ៉ាំប្រហិតអីដូចតែយើងណាគឺអត់ទេមានអីខ្លះទៅញ៉ាំស្រាទេហើយទៅក៏គេទៅកន្លែងមួយអញ្ចឹងអ្វីដែលសំខាន់នោះក៏ទូប្រុសរបស់យើងនោះក៏បានឃើញដោយផ្ទាល់នឹងភ្នែកឯលើកហ្នឹងណាគឺឃើញនាយវិរៈហ្នឹងកំពុងតែមានស្រីអមសងខាងលោកអើយហើយមានការខិះថ្ពាល់ខិះអីគេទៀតអាទង្វើបែបណាគឺធ្វើឲ្យតួប្រុសរបស់យើងណាមានជាការខឹងជាខ្លាំងតែម្ដងថានេះទំរៀបការមិនទាន់បានប្រមាណផងវាហ៊ានធ្វើបែបហ្នឹងហើយចុះនិសាទៅជាយ៉ាងណានិសាគិតមិនវិញតួប្រុសរបស់យើងឃើញបែបហ្នឹងហើយក៏ម្ដងដើរចូលទៅក៏ប៉ុន្តែវិស័យចាប់ជាប់គាត់ថានេះឯងចង់ធ្វើអីទៅគាត់ក៏បាននិយាយទៅកាន់វិស័យថានេះឯងអត់ឃើញទេថាអវិរៈវាកំពុងតែធ្វើអីទង្វើបែបនេះវាមិនត្រឹមត្រូវទេចុះនិសាគិតមិនទៅវិស័យថាចេះរឿងខ្លះរឿងគ្រួសាររបស់គេទេឯងកុំជូនលូកមាត់កុំជួលពាក់ព័ន្ធអីគេប្តីប្រពន្ធនឹងគ្នាគេប្រកាសជាដឹងនឹងពីគ្នាហើយឬមួយក៏ឯងគិតឲ្យនឹងបារម្ភនៅមិនអស់ចិត្តមិនដាច់អាឡ័យពីនិសាទៀតគាត់ថាយ៉ាងហោចណាស់ក៏ជាមនុស្សដែលធ្លាប់ស្គាល់គ្នាក៏ជាមនុស្សដែលធ្លាប់ស្រឡាញ់គ្នាដែរគាត់មិនចង់ឃើញនិសាហ្នឹងខូចចិត្តឬពិបាកចិត្តទេតែគាត់ថាយ៉ាងហោចណាស់ក៏ពេលនេះក៏ឯងមិនអាចត្រូវធ្វើអីបានដែរឯងចាំមើលសិនទៅបន្ទាប់មកទូភពរបស់យើងក៏ទៅតុកដែរគាត់បានណាត់ជួបគ្នាជាមួយមិត្តភក្តិរបស់គាត់ណាហើយក៏បានផឹកស៊ីបដានិយាយគ្នាបដាតែខ្សែភ្នែកគឺអត់ហួសពីវិរៈទេគឺតាមសម្លឹងមករហូតហើយរហូតដល់វិរៈហ្នឹងក៏បានដឹកដៃស្រីស្នេហ៍ម្នាក់ហ្នឹងទៅស៊ីស៊ូគ្នានៅកន្លែងល្ងឹតអីចឹងណាទាំងអស់គ្នាទូរបស់យើងឃើញគេដើរចេញទៅក៏បានទៅតាមមើលគេដែរហើយពេលដែលទៅតាមហ្នឹងក៏ឃើញគេហ្នឹងអូយ
និយាយរួមទៅអ្នកទាំងអស់គ្នាអាភាពបែបហ្នឹងអេដមីនក៏អត់ចង់សម្រាយខ្លាចប៉ះពាល់ដល់បងប្អូនដែលបានស្ដាប់អញ្ចឹងណាប៉ុន្តែអាហ្នឹងលក្ខណៈថាវាជារឿងមួយដែលបរិសុទ្ធមួយចំនួនក្បត់ពីភរិយាហើយទៅមានអីជាមួយអ្នកនៅខាងក្រៅអីចឹងណាទាំងអស់គ្នាដោយអត់គិតដល់ទឹកចិត្តប្រពន្ធនិងកូនទេហើយទូប្រុសដែលពេលបានមកឃើញគឺគាត់បានឃើញទង្វើដែលគេកំពុងតែស្វៀតផ្អែមល្ហែមជាមួយគ្នាបែបហ្នឹងវាដូចជាអង្គអាក្រក់មើលអ្នកទាំងអស់គ្នាអាក្រក់ហើយថែមទាំងដែលខ្លួនឯងកំពុងមានប្រពន្ធមានកូនទៀតរឿងបែបហ្នឹងវាអត់អត់សមអាចទៅរួចទេព្រោះថានៅលាវគឺជារឿងធម្មតាទេហើយរឿងកាន់តែហួសចិត្តហ្នឹងគឺវរៈបានឃើញទូប្រុសរបស់យើងបានឈរបានដើរមកតាមខ្លួនហើយខ្លួនក៏រត់ទៅធ្វើទង្វើហ្នឹងបណ្ដាខ្សែភ្នែកបែរមកទូប្រុសយើងបណ្ដាហើយឃើញថាទូប្រុសយើងបានដើរសម្ដៅមកកំតែវរៈគឺកាន់តែបន្ថែមលបឿនលក្ខណៈថានេះនោះអីអញ្ចឹងធ្វើទង្វើបែបហ្នឹងខិះគ្នាអីបែបហ្នឹងអញ្ចឹងណាមុខនឹងទូប្រុសរបស់យើងហ្នឹងដល់ពេលហើយទូប្រុសរបស់យើងក៏ដើរមកដល់គ្នាមកក៏ទាញកអាវហើយដាក់ដៃដល់អាប៉ិនឹងម្ដាយហាំងតែម្ដងគាត់ទប់ចិត្តអត់បានទេហើយទៅវរៈនឹងថានេះឯងហ៊ានធ្វើអញ្ចឹងចំពោះយើងផងទៅទៅហើយទូប្រុសថាយើងមិនត្រឹមតាហ៊ានធ្វើអញ្ចឹងចំពោះឯងយើងនឹងដាក់ថែមឲ្យខ្លាំងលើសនឹងទៅទៀតឲ្យឯងនឹងវាភ្លឺស្វាងនៅក្នុងកែវភ្នែកនិងក្នុងខួរក្បាលរបស់ឯងពេលហើយទៅវរៈនឹងអស់សំណាចខឹកខឹកខឹកនេះឯងក៏គិតថាឯងនៅមានចិត្តនឹងប្រពន្ធរបស់យើងទៀតទៅពេលហើយឯងនិយាយស្អីឯងនិយាយបែបនេះមិនទុកកិត្តិយសឲ្យភរិយារបស់ឯងទេអាចចង្រៃយកហើយក៏ថែមម្ដាយទៀតក៏ប៉ុន្តែវរៈមានចេតនាដឹងថាទូប្រុសរបស់យើងមិនអាចទប់កំហឹងនឹងបានទេចង់ឲ្យទូប្រុសរបស់យើងជះមកអញ្ចឹងណាអ្នកនរគ្នាពេលហើយទៀតណាវរៈនៅតែនិយាយតែនិយាយរបៀបសើចឈឺទូប្រុសរបស់យើងក៏ថាតែតាមដែលយើងគិតឯងអត់មានអីគិតពីនិសាទេក៏ប៉ុន្តែយើងគិតថាឯងមានរឿងនឹងមានមនុស្សដែលឯងគិតច្រើនជាងព្រោះថែបរបស់ឯងយើងគិតថាមិនមែនជាមនុស្សស្រីទេតាមដែលយើងដឹងវិរិយក៏មានចេតនាធ្វើបែបហ្នឹងដាក់រូបរបស់យើងតែម្ដងគាត់ថានេះឯងនិយាយស្អីហ៎យើងនិយាយអីឯងក៏ទៅយល់ច្បាស់ក្នុងចិត្តហើយយើងដឹងថាឯងនឹងគេបើគាត់ជាមានតំណែងតំណងលើសពីថកែនិងកូនចៅទៅទៀតឬមួយវាមិនពិតបើមិនពិតឯងនិយាយប្រាប់យើងមកហើយពេលណាទូប្រុសរបស់យើងអ្វីក៏មិននិយាយដែរគាត់ថាឯងដោះស្រាយរឿងរបស់ខ្លួនឯងឲ្យតែបានសិនទៅវាថាមានអីទៅគួរដោះស្រាយរឿងបែបនេះវាជារឿងធម្មតាសម្រាប់មនុស្សប្រុសឯងនៅក្នុងផ្ទះយើងមានបាយនៅក្រៅយើងមានកាទៀវមានបបរវាជារឿងធម្មតាតើអ្នកណាចេញក្រៅវិចបាយមកណាវិរៈនឹងនិយាយឆ្លើយហ្មងទាំងអស់គ្នាទោះតួប្រុសធម្មតាបានដាក់ម្ដាយទៅហើយពេលហ្នឹងវិស័យក៏បានមកទប់តួប្រុសរបស់យើងក៏ទប់អត់ទាន់ដែរអ្នកទាំងអស់គ្នាអាប៉ែកហ្នឹងបែកមាត់ឈាមប្រហាមខ្លាំងមែនតើហើយនៅសើចបានឈឺតួប្រុសរបស់យើងទៀតវិស័យក៏ស្ដីឲ្យតារាបានហើយឈប់ត្រឹមហ្នឹងទៅក៏អូសមានមិត្តភក្តិផ្សេងទៀតក៏បានមកជួយអូសទាញតារាថាលេងដៃយើងបដៅអាមនុស្សអាក្រក់អាមនុស្សចិត្តខ្មៅដេរឆាននេះចេញហើយវីរៈហ្នឹងអ្នកទាំងអស់គ្នាដឹងថាមានកម្រងអីទេតែដឹងតែសប្បាយចិត្តហើយក៏មានអឺមិត្តភក្តិគេមកដែរចឹងគេជួយគ្រាអីចឹងទៅលុះដល់ពេលរាត្រីអ្នកទាំងអស់គ្នានិយាយថាយប់ជ្រៅគេចេញពីកន្លែងផឹកស៊ីហ្នឹងហើយក៏គេបានទៅផ្ទះពេលដែលទៅផ្ទះធម្មតានិសានៅផ្ទះម៉ាក់គាត់ប៉ាគាត់ថាទៅលេងអីចឹងហើយគឺវីរៈហ្នឹងគ្រឹតខ្លាំងណាស់គេក៏បានទៅផ្ទះគេដឹងគេថាទៅលេងប្រពន្ធគេអីចឹងដោយសារគេនឹកប្រពន្ធកូនគេអីចឹងហើយក៏ទៅខាងផ្ទះម្ដាយឪពុកក្មេកហ្នឹងទៅរកប្រពន្ធចឹងទៅហើយពេលទៅដល់ហ្នឹងអឺមិត្តភ័ក្តិជូនទៅហើយចុះទៅលើឡានទៅមិត្តខាងគ្រួសារម្ដាយខាងនេសាហ្នឹងក៏បានឃើញទស្សនវិជ្ជាបែបហ្នឹងក៏បានសួរនាំកូនភាសាហើយកូនភាសាហ្នឹងគឺបានរៀបរាប់ទាំងបំភ្លៃណាប្រាប់ថាគាត់ហ្នឹងទៅកម្មវិធីជាមួយមិត្តភ័ក្តិហើយក៏បានជួបនឹងតារាហើយតារាជាមនុស្សដែរវាមិនអស់ចិត្តវាមិនសុខចិត្តនៅពេលដែលគាត់ដែលបានឃើញគាត់នឹងនេសារៀបការឲ្យមិត្តភ័ក្តិមានកូនមានចៅក៏បានធ្វើបែបហ្នឹងចំពោះគាត់អីចឹងណាទាំងអស់គ្នាឪពុកម្ដាយនិសាគឺខឹងខ្លាំងមែនតើហើយនិសាគឺគេបានមកលួងលោមស្វាមីគេហើយក៏បានមើលថាបងមិនហើយអញ្ចឹងហើយក៏ពេលដែលឮថាវីរៈនិយាយបែបហ្នឹងហើយគឺខឹងជំនួសប្តីថាទូប្រុសមកគួរណាធ្វើបែបហ្នឹងទេរឿងក៏វាបានចប់ទៅអស់ហើយមកគួរណាមកពាក់ព័ន្ធនឹងរឿងគាត់ទៀតអញ្ចឹងពេលហើយវិស័យវីរៈហ្នឹងក៏បាននិយាយទៅកាន់និសាថាបងសុំទោសដែរអឺ
បងក៏អត់ចង់ឲ្យអូនឃើញទស្សនភាពបែបនេះដែរក៏ប៉ុន្តែបងបារម្ភមនុស្សដែលលក្ខណៈថាទប់អារម្មណ៍ទុកចិត្តអត់បានអញ្ចឹងខ្លាចវាធ្វើអីផ្ដេសផ្ដាសអាចប៉ះពាល់ដល់អូននិងកូនអញ្ចឹងបងគឺពិតជាបារម្ភខ្លាំងណាស់និសាហើយតែនិសាថាបងកុំបាច់បារម្ភអីអូនអត់អីទេគេមិនអាចហ៊ានចូលមកប៉ះពាល់ឬក៏បង្កបញ្ហាដល់យើងបានទៅបងមិនបារម្ភទេរឿងហ្នឹងទៅវិស័យថាបើបងបារម្ភមិនបាច់អូនជាភរិយារបស់បងហើយក៏មានកូនរបស់បងអូននិងកូនណាគឺមានតម្លៃមានន័យចំពោះបងជាងជីវិតរបស់បងទៅទៀតបងពិតជាបារម្ភនឹងអូនអញ្ចឹងវិសាពេលហ្នឹងគូលងជឿនឹងសម្ដីប្តីឪពុកម្ដាយនឹងគឺខឹងខ្លាំងមែនទែនថានឹងទៅរកបដៅទូប្រុសរបស់យើងទាំងយប់ហ្នឹងតែម្ដងណាតើវីរៈគេសំវល់ថាប៉ាម៉ាក់រឿងបែបហ្នឹងបើសិនជាដឹងឮដល់ចេញទៅក្រៅអាចនឹងប៉ះពាល់អាចនឹងអាប់អោនដល់អូននិសាអីអញ្ចឹងអូយអ្នកទាំងអស់គ្នាល្បិចសាហាវញាក់សាច់និសាថាខ្ញុំនឹងទៅនិយាយជាមួយគាត់ឲ្យច្បាស់កុំឲ្យមកពាក់ព័ន្ធនឹងជីវិតខ្ញុំទៀតវីរៈនៅក្នុងចិត្តគឺញញឹមការខាងក្រៅគេថាអូយអូយឈឺអញ្ចឹងអូគេបានដៃមែនតើនិសាក៏បានរៀបរយរបស់របរអីអញ្ចឹងមកលេងរបួសជូតរបួសឲ្យអញ្ចឹងហើយក៏គេនិយាយគ្នាបន្តតែបែរមកខាងទូប្រុសរបស់យើងទាំងអស់គ្នាគឺខឹងខ្លាំងមែនតើដល់មកដល់ផ្ទះក្តៅក្រហាយមួម៉ៅក្តៅឆេវតែម្ដងហើយក៏បានដល់អីវ៉ាន់មួយចំនួនខ្ទេចខ្ទីបែកខ្ចាយហ្មងគឺម្ខាងខឹងនឹងខ្មុលផងដល់ពេលមកដល់កន្លែងញ៉ាំអីផឹកស៊ីហ្នឹងក៏បានឃើញអឺសត្រូវស្នេហាទៀតគឺរត់ទៅខាងទ្វេដងហើយមកដល់ផ្ទះគឺអត់គេងទេអ្នកនរគ្នារត់ទៅផឹកខ្លាំងឡើងហើយនៅពេលដែលផឹកខ្លាំងឡើងទៅធ្វើអាពេលដែលដើរទៅបន្ទប់ទឹកគាត់អ្នកនរគ្នាក៏បានរអិលដួលអឺទៅនឹងបន្ទប់ទឹកតែម្ដងតែសំណាងត្រង់ថាបានយកទូរស័ព្ទទៅដែរអឺតែទូរស័ព្ទនឹងវានៅក្នុងកប៉ាល់យើងស្រាប់បងអ្នកទាំងអស់គ្នាពេលដួលនោះគឺគាត់ពិបាកខ្លាំងមែនទែនណាហើយក៏អ្នកមិត្តភក្តិរបស់គាត់វិស័យក៏បានខលសួរនឹងថាឯងមិនហើយអីហើយអញ្ចឹងទៅតារាក៏បានលើកនឹងក៏បាននិយាយទាំងការឈឺចាប់ដោយសាររអិលដួលទៅវិស័យហ្នឹងក៏បានថានេះតារាឯងកើតអីអញ្ចឹងក៏បាត់មាត់ឈឹងមកសន្ទុះក្រោយមកក៏បានឃើញថាទូប្រុសរបស់យើងនៅក្នុងមន្ទីរពេទ្យអូយយ៉ាប់មកអាប៉ែនេះយកតារឿងក្តៅក្រហាយដាក់ខ្លួននេះប៉ាម៉ាក់របស់គាត់ហ្នឹងពិតជាខឹងនិងបារម្ភទូប្រុសខ្លាំងមែនទែនថាមិនទាន់ជាស្រួលបួលផងទៅផឹកស៊ីរហូតតតែមានរឿងបែបហ្នឹងហើយពិសេសជាងគេគឺនៅផ្ទះតែម្នាក់ឯងទៀតនេះបើសិនជាគាត់មិនជឿថាកូនណាថាទុកឲ្យខ្មុលដែលធ្វើការហ្នឹងទៅទោះបីតែជាទៅព្រោះអីអត់ទុកចិត្តតារាអីចឹងបើសិនជាទុកឲ្យខ្មុលនៅក្នុងគឺគ្មានរឿងបែបហ្នឹងកើតឡើងឯយ៉ាចាប់ដើមនឹកឃើញដល់កូនស្រីខ្ញុំទៀតហើយមិនដឹងគិតមិនទេអាប៉ែកហ្នឹងសង្ស័យកម្រងអាប៉ែកហ្នឹងដែរដឹងទេលោកគ្រូពេទ្យទៅពេលដែលក្រុមគ្រួសារខាងអ្នកជំងឺក៏បានសួរថាកូនប្រុសគាត់នឹងមិនហើយចាលោកគ្រូពេទ្យហ្នឹងក៏បានប្រាប់ថាការដែលគាត់ពិនិត្យទៅរាងកាយអីហ្នឹងដូចជាអត់មានប៉ះពាល់អីទេគ្រាន់តែថាដោយសារតែគាត់ហ្នឹងមានការស្រវឹងហើយទៅអឺអាចបណ្ដាលឲ្យគាត់ល្អិលជើងដួលហ្នឹងក៏អត់មានប៉ះពាល់នឹងរបួសចាស់ដែរវាអត់ធ្ងន់ធ្ងរអីទេមិនឲ្យប៉ាម៉ាក់នឹងបារម្ភទេតែលុះដល់ដែលភ្ញាក់ឡើងដឹងខ្លួនហើយអ្នកទាំងអស់គ្នាការពិតមិនមែនសន្លប់ទេគឺស្រវឹងស្រាហ្នឹងវាខ្លាំងពេកតែដល់ពេលភ្ញាក់ឡើងឪពុកម្ដាយក៏បានសួរថាតារាយ៉ាងម៉េចហើយយ៉ាងម៉េចនឹងកូនហើយប៉ាគាត់ពេលដែលតារាមិនតាន់បានឆ្លើយក៏បានស្ដីបន្ទោសមុនថានេះប៉ាប្រាប់ឯងហើយតែឲ្យប្រុងប្រយ័ត្នហើយឲ្យមានអ្នកនៅផ្ទះជាមួយតែឯងអត់សុខចិត្តទេឯងចឹងនៅម្នាក់ឯងឃើញអត់អ្វីដែលប៉ាមកបារម្ភវាបានកើតឡើងហើយនេះឯងឈប់រឹងទៅតឹងអញ្ចឹងទៀតទៅបានអត់តារាក៏ពេលហ្នឹងក៏បានឆ្លើយជាមួយប៉ាគាត់ថាបានប៉ានិងម៉ាក់ចង់ធ្វើអីក៏បានដែរពេលនេះកូនចង់សម្រាកហើយប៉ាម៉ាក់របស់គាត់ក៏សួរថាឯងយ៉ាងម៉េចហើយតារាពេលស្ដីបន្ទោសឲ្យកូនទៅពេលកូនថាកូនពេលនេះដូចជាអត់សូវស្រួលក្នុងខ្លួនទេកូនចង់សម្រាកបន្តបន្តិចទៀតចឹងណាតែប៉ាម៉ាក់របស់គាត់ថាអញ្ចឹងឯងយល់ព្រមឲ្យមានអ្នកនៅមើលថែឯងត្រូវអត់តារាក៏បានបដិសេធទេហើយក៏បានសួរទៀតថាតើឯងត្រូវការឲ្យអ្នកនៅផ្ទះម្នាក់ណាឲ្យ
មែវកំដរឯងអញ្ចឹងមកនៅជាមួយបានជាគ្នាអញ្ចឹងតារាថាតាមតែចិត្តប៉ានិងម៉ាក់ទេពេលអញ្ចឹងប៉ានិងម៉ាក់គាត់ដឹងថាតារាអត់ពេញចិត្តខ្មុលទេអញ្ចឹងគាត់អត់បានលើកខ្មុលទៅជាសំណើឡើងទេ គាត់ក៏បានប្រាប់ថាឲ្យពូនអឺអ្នកថែសួននៅផ្ទះអញ្ចឹងឲ្យគាត់មកកំដរឲ្យបានជាគ្នាអញ្ចឹងទៅហើយណាមួយពូនក៏គាត់ចេះបើកឡានបើកអីអញ្ចឹងដែរណាអាចមើលថែតារាបាន ទៅតារាអ្នកនរគ្នាមើលមុខប៉ាហើយទៅគាត់ថានេះឯងអត់ពេញចិត្តទេហើយក៏ឲ្យអ៊ំផ្សេងអីមកអញ្ចឹងប្រុសៗហ្នឹងលើកឈ្មោះ2 3នាក់តែតួប្រុសដូចជាអត់និយាយទៅកាន់ប៉ាថាស្រេចតែចិត្តប៉ាតាមចិត្តគាត់ថានេះឯងគិតអីថាពេញចិត្តអ្នកណាឯងក៏ប្រាប់មកហើយឬមួយក៏ឯងយកអាល្អិតហ្នឹងមកវិញទៅពេលដល់កន្លែងចំណុចហ្នឹងអ្នកទាំងអស់គ្នាស្ងាត់មាត់ឈឹងអត់និយាយអីទាំងអស់ទៅម៉ាក់គាត់ថាម៉េចឯងនិយាយមួយម៉ាត់មើលថាឯងត្រូវការអ្នកណាខ្មុលឬក៏ពូនេះពូនេះអីចឹងណាឯងនិយាយតែមួយម៉ាត់មកប៉ាម៉ាក់នឹងរៀបចំឲ្យឯងឬមួយក៏ឯងត្រូវការបងពេទ្យរបស់ឯងឲ្យមកមើលថែឯងដល់ពេលគាត់ថាឮថាបងពេទ្យគាត់ថាអត់បាច់ទេម៉ែមិនបាច់ទេមិនបាច់ទេអ្នកណាក៏បានដែរបើនិយាយឲ្យស្រួលទៅអត់ល្អិតនឹងមកក៏បានដែរព្រោះអីគេដឹងតិចនិចក្នុងការមើលថែខ្ញុំស្រាប់ជាតារាកាត់អីហ្នឹងកូនហើយចាំជួបគ្នាជាមួយវិញនៅពេលបន្តទៀតណាយីអាបែបនេះស្អប់គេហើយឥឡូវហ្នឹងមិនចឹងខូចញាក់សាវ